ហើយខ្ញុំទីមើលបិទចិត្តអូខេនេះបិទនៅអត់ចិត្តវាកាល វីដេអូនេះស្លុតតិចហើយបើសិនអ្នកនេះអត់ដែលបានជួបប្រទេសក៏ប៉ុន្តែសម្រាប់លោកគ្រូវាជារឿងសាមញ្ញទេពួកលោកគ្រូធ្វើវាជារៀងរាល់ថ្ងៃហើយបើអ្នកកំពុងទស្សនាកំតន់ទៅណាចាំឆ្លើយយករង្វាន់នៅពេលចុងវីដេអូផងដោយដើមវីដេអូអញ្ចឹងគាត់ទុកប្រឈុយឡើងកលភ្នែកតែម្ដងព្រោះគាត់ព្យាយាមមកកន្លែងដែលគាត់មានទុកចិត្តទៅងំបានដោយសារតែប្រឈុយនឹងនៅគៀកនៅភ្នែកគាត់ពេកហើយភាគច្រើនគឺគេអត់ហ៊ានធ្វើជូនគាត់ទេហើយបងស្រីទេក៏បារម្ភមើលភ្នែករបស់គាត់ខ្លាចកាត់ទៅប៉ះពាល់ភ្នែកប៉ះសរសៃភ្នែកក៏ដូចជាដាច់រោមភ្នែកអស់រហូតដល់គាត់តាមដាន MD រាប់ឆ្នាំហើយទៅគាត់ទឹកចិត្តលោកគ្រូអញ្ចឹងគាត់បានមកភាសាដើម្បីធ្វើការកាត់វាចេញពីដំបូងគាត់រៀងភ័យដែរប៉ុន្តែលោកគ្រូប្រាប់ឲ្យថាអត់អីទេលោកគ្រូធានាជូនទាំងសុវត្ថិភាពក៏ដូចជាធានាមិនឲ្យបញ្ជួយនឹងដុសឡើងមកវិញទេហើយដោយឡែកមួយទៀតលោកគ្រូនឹងទុករោមភ្នែករបស់គាត់ដើម្បីឲ្យដុសរោមភ្នែកមកវាស្អាតមកវិញកុំឲ្យឃើញឆែបហើយបើសួរថាឈឺអត់វាអត់ឈឺទេវាឈឺនៅពេលដែលលោកគ្រូចាក់ថ្នាំស្ពឹកបន្តិចនៅក្រោមត្បកភ្នែករបស់គាត់នឹងបន្ទាប់ពីកាត់ហើយគាត់ទៅធ្វើការបានធម្មតាត្រឹមតែ15នាទីក្រោយនេះមើលបានបញ្ជួយនេះយើងកាត់ដល់ទៅ2គ្រាប់កាត់ចេញយ៉ាងស្អាតហើយបងប្អូនអ្នកដឹងជួយឆ្លើយមើលថាមួយថ្ងៃក្រោយនឹងជាស្អាតមកវិញបើឆ្លើយត្រូវ10អ្នកដំបូងលោកគ្រូនឹងជូនម៉ាស់ម្នាក់មួយស្លឹកដែលជាម៉ាស់ល្អខ្លាំងនៅ MD ដែលបិទហើយជួយកាត់បន្ថយស្នាមមុនធ្វើឲ្យមុខសនិងមានសណើមចឹងមិនថាសម្រាប់អ្នកដែលគាត់មានបញ្ហាមុខមុនជាប់មុខអាចរុយបញ្ជួយសាច់បញ្ជួយដុសមានផ្លែលើមុខផ្លែលើខ្លួនចង់កែស្នាមអីអាចពិភាក្សាមកលោកគ្រូបានហើយមួយទៀតកុំភ្លេចជួយ follow Facebook លោកគ្រូក៏ដូចជា Telegram ខាងក្រោមនេះបាន